រឿងស្នេហាក្រោមស្ពានឈើភូមិព្រែកច័ន្ទគឺជាភូមិមួយដែលរស់នៅជាមួយទន្លេដូចជាដង្ហើមពេលព្រឹកទឹកស្ងប់មានសំឡេងក្មេងលេងក្តាប់ត្រីនិងទូកឆ្លងទៅមកតែពេលយប់ទន្លេដូចជាមានជីវិតផ្សេងទៀតនៅចុងភូមិមានស្ពានឈើចាស់មួយវាមិនវែងទេប៉ុន្តែគ្មាននរណាហ៊ានឆ្លងក្រោយម៉ោង10យប់មិនមែនព្រោះវាខូចទេប៉ុន្តែព្រោះរឿងមួយរឿងនាងដែលរងចាំអ្នកចាស់និយាយថាបើអ្នកឃើញនារីឈរនៅកណ្ដាលស្ពានកុំសួរឈ្មោះកុំតបសំឡេងបើមិនដូច្នោះទេទន្លេនឹងចាំអ្នកជំនួសនាងតារាជាបុរសវ័យ30ឆ្នាំអ្នកថតរូបឯកសារគេចូលចិត្តថតរូបអ្វីដែលមនុស្សមិនសូវមើលឃើញភាពស្ងប់ឯកោនិងអារម្មណ៍ក្នុងពន្លឺងឹតគេមកភូមិព្រែកច័ន្ទដើម្បីថតគម្រោងជីវិតជាមួយទន្លេមនុស្សភូមិព្រមានគេអំពីស្ពានឈើប៉ុន្តែតារាសើចស្រាលបើខ្មោចមានពិតកាមេរ៉ាគួរតែចាប់បានមិនអីយប់ដំបូងព្រះច័ន្ទពេញវង្សខ្យល់ត្រជាក់ទឹកភ្លឺដូចកញ្ចក់តារាយកកាមេរ៉ាដើរទៅរកស្ពានក្រៀកស្ពានស្រែកក្រោមជំហានជើងតារាឈប់ដង្ហើមពេលឃើញនារីម្នាក់ឈរនៅមុខគេប្រហែល10ម៉ែត្រនាងស្លៀករ៉ូបពណ៌សក់វែងបិទមុខឈរមើលទឹកបងយប់ជ្រៅហើយកតារានិយាយឈរនៅទីនេះគ្រោះថ្នាក់នាងតបសំឡេងស្រាលដូចខ្យល់អ្នកក៏មកមើលទឹកដែរបេះដូងតារារញ្ជួយសំឡេងនោះគ្មានកម្ដៅនាងឈ្មោះសវណ្ណានាងមិនញឹមមិនភ័យមិនភ្លឺភ្នែកដូចមនុស្សរស់នាងប្រាប់ថារៀងរាល់យប់នាងមកទីនេះដើម្បីរងចាំបុរសម្នាក់តែបានសន្យាថានឹងត្រឡប់តារាមិនសួរបន្ថែមគេដឹងហើយនាងមិនមែនជាមនុស្សរស់តែចម្លែកគេមិនភ័យគេវិញមានអារម្មណ៍សោកនិងអាណិតសវណ្ណាប្រាប់អតីតកាលយ៉ាងយឺតដូចជាភ័យថាបើនិយាយលឿនវានឹងបាត់ទៅ10ឆ្នាំមុននាងស្រឡាញ់បុរសម្នាក់ឈ្មោះវិសាលពួកគេជាគូស្នេហាធម្មតាប៉ុន្តែពោរពេញដោយសុបិនយប់មួយពួកគេឆ្លោះគ្នាវិសាលឡើងទូកឆ្លងទន្លេដោយកំហឹងខ្យល់ខ្លាំងទឹកឡើងទូកក្រឡាប់សវណ្ណារត់មកស្ពានស្រែកយំរងចាំនាងមិនបានឃើញសពមិនបានលាចុងក្រោយនាងធ្លាក់ទឹកដោយបេះដូងដែលមិនអាចរស់ដោយគ្មានការឆ្លើយតបពីយប់នោះទៅតារាមកស្ពានរៀងរាល់យប់ពួកគេនិយាយអង្គុយមើលទឹកសវណ្ណាសួរអំពីព្រះអាទិត្យអំពីពិភពមនុស្សរស់អំពីថ្ងៃស្អែកខ្ញុំមិនមានថ្ងៃស្អែកទេនាងនិយាយខ្ញុំមានតែយប់បេះដូងតារាចាប់ផ្ដើមឈឺតារាដឹងថាវាខុសមនុស្សរស់មិនគួរស្រឡាញ់វិញ្ញាណតែស្នេហាមិនសួរថាត្រូវឬខុសគេនឹកនាងពេលថ្ងៃឬសំឡេងទឹកពេលគេនៅឆ្ងាយគេងមិនលក់អ្នកចាស់ព្រមាននាងកំពុងយកដង្ហើមអ្នកបើអ្នកមិនចាក់ចេញអ្នកនឹងនៅជំនួសនាងតារាដឹងថាវាជាលាគ្នាគេមកស្ពានគ្មានកាមេរ៉ាគ្មានការពារសវណ្ណាខ្ញុំស្រឡាញ់អ្នកតែខ្ញុំមិនអាចស្លាប់នៅទីនេះសវណ្ណាយំទឹកភ្នែកធ្លាក់ចូលទន្លេភ្លឺដូចពន្លឺច័ន្ទស្នេហារបស់អ្នកបានដោះស្រាយចិត្តខ្ញុំមិនចាំបាច់រងចាំទៀតទេនាងដើរចុះពីស្ពានចូលទៅក្នុងទឹកយឺតស្ងប់ទន្លេភ្លឺហើយស្ងាត់ថ្ងៃបន្ទាប់ស្ពានមិនស្រែកទឹកមិនខ្លាចមនុស្សភូមិថានាងទៅហើយតារានៅតែថតរូបទន្លេតែរូបទាំងនោះមានអារម្មណ៍កក់ក្ដៅព្រោះស្នេហាមិនស្លាប់ជាមួយវិញ្ញាណ